ចិត្តខាងដែលគេថាមិនសប្បាយចិត្តនឹងឃើញខ្មែររួបរวมសាមគ្គីគ្នាទេអញ្ចឹងហើយមកដល់សម័យកាលនេះយើងក៏បីតែភ្ញាក់រលឹកលៃយ៉ាងម៉េចកុំឲ្យជួនដាមប្រវត្តិសាស្ត្រសម័យដែលយើងរុងរឿងនោះគឺថាសម័យមហានគរដែលមានព្រះរាជវាំងតាំងនៅក្នុងបរិវេណអង្គរបនឧសៀនអង្គរសពថ្ងៃនឹងគឺថាសម័យដែលប្រទេសយើងរុងរឿងព្រោះថាប្រទេសយើងសម័យនោះជឿជាក់លើមគ្គទេសដឹកនាំហើយមគ្គទេសដឹកនាំរបស់យើងគឺថាជាអ្នកពង្រួមសាសនាទាំងពីរគឺព្រាហ្មណ៍សាសនានិងពុទ្ធសាសនាមិនឲ្យបែកបាក់មិនឲ្យវិវាទឃ្លាតចាកគ្នានឹងគ្នាទេគេថាព្រះអង្គទ្រង់ព្រះតម្រេះបានល្អគឺទទួលយកសាសនាទាំងពីរមកជាពហុឆ្វេងនិងពហុស្ដាំរបស់ព្រះអង្គអញ្ចឹងទៅពុទ្ធសាសនាព្រះអង្គតាំងព្រះរាជគ្រូមួយព្រាហ្មណ៍សាសនាព្រះអង្គតាំងរាជគ្រូមួយអីចឹងទៅក្នុងនោះក៏មានរាជគ្រូល្បីក្នុងសម័យមហានគរដោយកោលយៈរាជគ្រូអីជាដើមសឹកតែព្រះអង្គជាអ្នកមានស្នាដៃមានចំណេះវិជ្ជាក្នុងសម័យបុរាណកាលនោះមកដល់សម័យដែលយើងធ្លាក់ចុះហ្នឹងគឺថាធ្លាក់ចុះអំពីខ្មែរបែកបាក់គ្នារវាងរាជវង្សរវាងមន្ត្រីរវាងអាណាប្រជានរាស្ត្រគឺតែមានការទាស់តែងខ្វែងគំនិតមិនស្របគ្នាចឹងទៅក៏ធ្វើឲ្យខ្មែរខ្សោយនៃការរួបរวมសាមគ្គីផងសត្រូវឃើញឱកាសល្អក៏ចេះតែវាយទន្ទ្រានយកបាននៅអាណាខេត្តផ្សេងដែលបច្ចុប្បន្នក្នុងប្រវត្តិសាស្ត្រយើងបាត់បង់ទៅច្រើនមែនទែនណាដឹកដហេតុគឺថាមកទៅពីយើងមិនជឿជាក់លើឋានៈដឹកនាំខ្លួនឯងបាត់បង់សាមគ្គីតែក្នុងរវាងខ្មែរនិងខ្មែរហើយមិនសាមគ្គីគ្នាហើយហ្នឹងគឺថាព្យាយាមបែកបំបាក់គ្នាគឺថាអត់មានរកនៅវិធីសាស្ត្រណាពង្រួមទេគឺថាវិធីសាស្ត្រក្នុងការតែបំបែកបំបាក់គ្នារនឹកធ្វើម៉េចឲ្យតែមនុស្សនឹងមនុស្សនោះស្អប់គ្នាឲ្យតែអ្នកប្រាជ្ញនិងអ្នកប្រាជ្ញនេះស្អប់គ្នាឲ្យតែអ្នកពូកែនិងអ្នកពូកែនោះឆ្លោះគ្នាអានឹងគឺតែជាកលល្បិចរបស់ជាចិត្តខាងដែលគេថាមិនសប្បាយចិត្តនឹងឃើញខ្មែររួបរวมសាមគ្គីគ្នាទេចឹងហើយមកដល់សម័យកាលនេះយើងក៏បីតែភ្ញាក់រលឹកលៃយ៉ាងម៉េចកុំឲ្យជួនដាមប្រវត្តិសាស្ត្រដែលគេញុះញង់ឲ្យខ្មែរស្អប់គ្នាឲ្យខ្មែរបែកបាក់គ្នាឲ្យប្រកាន់បកប្រកាន់ពួកប្រកាន់សំណាក់អាចារ្យនេះអាចារ្យនោះគ្រូនេះគ្រូនោះលោកនេះលោកនោះអីជាដើមហ្នឹងគឺថាជាកលល្បិចរបស់អ្នកចង់ឲ្យយើងបែកបាក់គ្នាទេអញ្ចឹងហើយយើងនឹងកុំឲ្យដើរទៅជន់បានចាស់គឺថាជាកន្លែងដែលបែកបាក់គ្នានោះឥឡូវខ្មែរតែឆ្លោះគ្នាចំណេញអ្នកណាបើថាឆ្លោះគ្នារវាងខ្មែរនិងខ្មែរហើយមាសដុះលើផែនដីពេជ្រធ្លាក់ពីលើអាកាសផ្លូវស្ពានអីកើតដូចគេជប់ទៅចេះតែខំប្រឹងឆ្លោះគ្នាទៅប៉ុន្តែបើប្រកាន់ថាអ្នកនោះត្រូវទេអ្នកនោះបោកប្រាស់អ្នកនោះកុហកអ្នកនោះមួលបង្កាច់អញ្ចេះទៅចំណេញតែឆ្លោះគ្នាដល់តែឆ្លោះគ្នាទៅបែកបាក់គ្នាទៅ
ប្រទេសអភិវឌ្ឍយឺតសង្គមដើរយឺតហើយដើរថយក្រោយទៅទៀតណោះធ្វើឲ្យប្រទេសជិតខាងគេបានឱកាសអភិវឌ្ឍស្គមស្កើងរុងរឿងជាងប្រទេសយើងអីជាដើមចឹងចឹងបានលោកទាំងឡាយខ្មែរយើងនឹងគឺថាចាញ់មនោគមបរទេសហ្នឹងគឺថាច្រើនសម័យកាលមកហើយរឿងដែលគេញុះញង់ឲ្យខ្មែរមិនជឿថ្នាក់ដឹកនាំខ្លួនខ្មែរមិនរួបរวมសាមគ្គីគ្នាតិចទៅស្អប់អ្នកនេះតិចទៅស្អប់អ្នកនោះអ្នកណាជាបណ្ឌិតអ្នកប្រាជ្ញទៅចេះតែលៀបពណ៌ឲ្យឆ្លោះប្រកែកគ្នាឲ្យអ្នកឲ្យលោកអ្នកបណ្ឌិតអ្នកប្រាជ្ញហ្នឹងមើលមុខគ្នាមិនត្រូវដោយសារតែការញុះញង់ការលៀបពណ៌គ្នាទៅវិញទៅមករវាងខ្មែរនិងខ្មែរប៉ុន្តែក្រោមអបាយកលរបស់គេអញ្ចឹងយើងនឹងគួរតែបន្តបែបហ្នឹងទៀតឬយ៉ាងម៉េចបានប្រជាពលរដ្ឋក៏បីលៃយ៉ាងម៉េចគឺថាចេះស្គាល់ពីបេះដូងជាខ្មែរគ្រប់តែខ្មែរហ្នឹងគ្មានខ្មែរណាដែលចង់នៅក្រោមអំណាចអ្នកណាទេឥឡូវសួរថាយើងរាល់គ្នាហ្នឹងយើងនឹងតែចង់នៅក្រោមការដឹកនាំត្រួតត្រារបស់អ្នកនេះរបស់អ្នកនោះរបស់ប្រទេសនេះរបស់ប្រទេសនោះអត់ទេគឺថាសឹកតែចង់បានភាពថ្លៃថ្នូររុងរឿងជូនជាតិជូនផែនដីខ្លួនឯងទាំងអស់តែគ្នាហ្នឹងប៉ុន្តែហេតុអីបានតែខ្មែរបែរជាចោទគ្នាថាអ្នកនេះមិនល្អអ្នកនោះមិនល្អមកតែពីខ្មែរចាញ់បោកគេនឹងឯងតែជឿអ្នកនៅក្រៅស្រុកឯណាឯណីដូចគេមិនដែលមកនៅយើងពិបាកយើងនិយាយតែថាទៅនិយាយតែស្រែកទៅយើងនឹងគេតែជឿគេទៅការកសាងការរួបរวมនឹងវាមិនងាយស្រួលទេបើតែងាយស្រួលនោះគឺថាគេធ្វើស្រួលកើតគ្រប់តែគ្នាទៅហើយប៉ុន្តែទន្ទឹមនឹងដឹងថាការលំបាកនេះគឺថាត្រូវការយើងខ្លួនឯងពិនិត្យពិច័យថាបើកសាងលំបាកហើយកុំសូវនាំគ្នាបំផ្លិចបំផ្លាញទៀតគឺត្រូវប្រឹងប្រែងថែរក្សាតួយ៉ាងកុំនិយាយថ្មីដល់តែបញ្ហាកសាងប្រទេសជាតិសង្គមជាតិត្រឹមតែបញ្ហាកសាងវត្តអារាមអញ្ចឹងតែតម្រាំតែកសាងបានប៉ុណ្ណឹងមិនមែនស្រួលទេមិនមែនងាយទេវាលំបាកណាស់ទៅហើយអញ្ចឹងបើការកសាងលំបាកណាស់ទៅហើយយើងក៏បីលៃយ៉ាងម៉េចថែរក្សាការពារឲ្យល្អបន្ថែមទៀតមិនមែនចេះតែថាអាងតែបានធ្វើហើយលែងដៃតែហ្មងទេដូចជាពលបដិមាធំធំអីអញ្ចឹងថាកសាងហើយត្រូវការជួសជុលត្រូវការថែរក្សាត្រូវការថែទាំគាំពារឲ្យល្អដូចជាសំណង់នេះជាប្រវត្តិសាស្ត្រណាវត្តនេះចាត់ទុកថាវត្តសំណាងហើយមើលមានប្រាង្គប្រាសាទនៅចំកណ្ដាលវត្តដែលជាបុរាណវត្ថុជាបូជនីយដ្ឋានមួយដែលសម្រាប់គោរពបូជាពីសម័យបុរាណកាលហើយបន្តឲ្យរស់ផ្ញើជីវិតនឹងយើងសពថ្ងៃចឹងគឺថាយើងក៏បីថែរក្សាអ្វីត្បិតថាសំណង់អស់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិថែរក្សាបេតិកភណ្ឌជាតិអីជាដើមក៏ពិតមែនប៉ុន្តែអាជ្ញាធរគាត់មិនមែននៅនឹងរាល់ថ្ងៃទេតែអស់ស្រួលហើយមួយខែគាត់មកម្ដងប៉ុណ្ណឹងប៉ុន្តែយើងជាអ្នកនៅមូលដ្ឋាននេះគឺថាគប្បីលៃយ៉ាងម៉េចថែរក្សាឲ្យបាន
យើងចេះប្រើរបស់ចាស់ឲ្យចិញ្ចឹមរបស់ថ្មីមើលប្រទេសជិតខាងគេថាគ្រាន់តែខ្មោចងាប់ហ្នឹងក៏គេប្រើឲ្យរលុយឲ្យគេដែរកុំនិយាយដល់តែបុរាណវត្ថុដូចជាប្រាសាទដូចជាវិហារបុរាណអីចឹងណោះគេថាសូម្បីតែខ្មោចស្លាប់ហ្នឹងសាប់បដិជ្ជប្រគុណបច្ចាវតិកាវត្តណាដែលល្បីមានគេគោរពកោតក្រែងច្រើនលោកសកូតបាច់ដាក់ទូកញ្ចក់ឲ្យធុកយើងទៅលូនក្រាបទៅចិញ្ចឹមវត្តនឹងកសាងបានអញ្ចេះតិចគឺថាទី1គេមិនបែកបាក់គ្នាទី2គេសាមគ្គីគ្នាទី3ខួរក្បាលគេគិតតែពីរឿងណាដែលជាផលប្រយោជន៍ដល់ជាតិដល់មូលដ្ឋានគឺថាអត់មានគិតបៈអូអត់មានគិតថាអ្នកនេះអញ្ចេះអ្នកនោះអញ្ចោះអីទេគឺថាអ្នកណាយ៉ាងម៉េចក៏ជារឿងរបស់បុគ្គលទេសម្រាប់បញ្ហាជាតិមាតុភូមិនេះគឺជារបស់គេទាំងអស់គ្នាណែតែយើងនឹងមិនដឹងថាប្រជាពលរដ្ឋយើងគិតអញ្ចឹងបានប៉ុណ្ណាហើយឬក៏ជាប់គំនិតថាសក់នៅណាក្បាលនៅនឹងទេបើតែជាប់របៀបហ្នឹងគឺថាមិនចម្រើនរុងរឿងទៅណាឆ្ងាយទេហើយពឹងតែមនុស្សម្នាក់ពីរនាក់សម្រាប់គាត់ជួយដឹកនាំហ្នឹងគឺថាមកអូសមនុស្ស6-10 លានអ្នកក្នុងប្រទេសហ្នឹងយ៉ាងម៉េចបើតែជាមនុស្សដែលគេណែនាំអប់រំងាយស្រួលទៅមិនអីទេក្រែងលោទៅធ្វើជាមនុស្សចេះជាងរឹងនោះណាតែគេប្រាប់ហែងតាមទៀតនោះនឹងអញ្ចឹងយើងធ្វើខ្លួនឲ្យជាមនុស្សដែលគេប្រដៅបានដោយងាយហើយចេះគិតចេះពិចារណាឲ្យឃើញការពិតការមិនពិតកាលគួរកាលមិនគួរគេថាมันអាចចេះតែឡលេគេទេអញទេហ្នឹងគឺមិនបានទេនឹងកំថានឡើយដល់តែជួយប្រទេសជាតិជួយតែសង្គមគ្រួសារខ្លួនឯងហ្នឹងគឺថាជួយមិនបានផងលោកទាំងឡាយយើងទាំងឡាយក៏សឹកតែជាអ្នកមានទុក្ខហើយជាតិជាមនុស្សនេះប៉ុន្តែមិនមែនគ្រាន់តែយើងកើតជាមនុស្សថាយើងជាមនុស្សនោះទេព្រោះមនុស្សសពថ្ងៃគេបែងចែកជាជនជាតិអញ្ចឹងក្នុងនាមយើងជាជនជាតិមួយយើងមិនអាចផ្ញើវាសនាដល់ខ្លួនឯងមួយទេតែយើងក៏បីគិតគូរអំពីជនជាតិរបស់យើងអំពីផលប្រយោជន៍របស់យើងដើម្បីរក្សាឲ្យបាននៅអធិបតេយ្យភាពនៅភាពរុងរឿងជាសកលសម្រាប់ប្រទេសជាតិយើងសម្រាប់មាតុភូមិយើងសម្រាប់កូនចៅយើងខាងក្រោយនោះព្រោះលោកទាំងឡាយសឹកតែជាអ្នកមានកូនមានចៅដែលត្រូវបន្តការរស់នៅជំនួសយើងដោយតែយើងនេះ40ខ្លះ50ខ្លះ60ខ្លះ70ខ្លះហើយ80ខ្លះហើយនឹងមាននៅមច្ចរាជគឺសក្តីស្លាប់នៅខាងមុខប៉ុន្តែដែលយើងខំប្រឹងនៅដើម្បីអីដើម្បីបន្តភាពរុងរឿងនេះឲ្យដល់កូនចៅយើងខាងក្រោយដែលជាអ្នកត្រូវមករស់លើទឹកដីនេះជំនួសយើងអញ្ចឹងបើសិនតែយើងនាំគ្នាបែកបាក់គ្នាតាំងពីឥឡូវទៅហើយតើកូនចៅយើងនឹងវាមិនដឹងទៅវាបែកបាក់ដល់ណាទៀតមកខ្មែរយើងគិតថាដីសពថ្ងៃតូចក្នុងប្រវត្តិសាស្ត្រតូចក្នុងសកលលោកប៉ុន្តែ
បើសម្រាប់ជនជាតិយើងមិនតាន់តូចទេព្រោះថា181,035 ម៉ែត្រការ៉េនេះគឺថាខ្មែរ16 លានហ្នឹងនៅសល់ដីក៏ភ្លុះក៏ភ្លាយឡើយហ្នឹងមើលខេត្តមណ្ឌលគិរីខេត្តរតនគិរីអីរមមនុស្សដាក់មិនតាន់ពេញផងទេគឺថានៅដីចន្លោះធំណាស់អញ្ចឹងគឺថាយើងខំប្រឹងកសាងការពារតែប៉ុណ្្នឹងឲ្យតែគង់ទៅអារឿងបាត់បង់ទៅហើយនឹងគឺថាបាត់បង់ទៅហើយមិនដឹងទេទៅកន្ទោកកន្ទិញស្ដាយក្រោយមិនបានមកវិញទេប៉ុន្តែគប្បីថែរក្សារបស់ដែលមានស្រេចនេះគឺថាឲ្យគង់វង្សទន្ទឹមនឹងឲ្យគង់វង្សហ្នឹងគឺថាឲ្យរីកចម្រើនដោយតែប្រទេសថៃគេមានប្រជាជនជាង70 លានអ្នកអីហ្នឹងគឺថាគេច្រើនជាងយើងណាកុំតែចង់ឆ្លោះគេម្នាក់តែមួយដៃហ្នឹងក៏ខ្ទេចដែរមនុស្សយើងនោះប្រជាជនយើងក៏តែជាងគេជាងហើយកុំតែខំប្រឹងរកឆ្លោះរកប្រកែកនឹងអ្នកណាអ្នកណីនោះគឺថាលៃយ៉ាងម៉េចថែរក្សានៅរបស់ដែលមានស្រេចឲ្យគង់វង្សហើយព្យាយាមរួបរวมសាមគ្គីគ្នាបង្កើតសមត្ថភាពរបស់ខ្លួនលោកណាមានចំណេះជំនាញជាគ្រូបង្រៀនក៏បីបំពេញតួនាទីជាគ្រូបង្រៀនឲ្យបានល្អទៅលោកណាមានចំណេះជំនាញជាមន្ត្រីឬក៏ថាជាបុគ្គលិកឬក៏ថាជាក្រុមការងារបម្រើឲ្យស្ថាប័នណានីមួយហ្នឹងគឺថាខំប្រឹងបំពេញតួនាទីកាតព្វកិច្ចរបស់ខ្លួនឲ្យល្អទៅដើម្បីជួយឲ្យសង្គមជាតិយើងរីកចម្រើនមូលដ្ឋានយើងរីកចម្រើនតែថាមូលដ្ឋានយើងរីកចម្រើនគឺថាស្រុកយើងខេត្តយើងរីកចម្រើនឲ្យទៅតាមស្រុកតាមខេត្តតាមនិគមរីកចម្រើនលែងអីនឹងប្រទេសជាតិទាំងមូលមិនរីកចម្រើនគឺតែរឿងហ្នឹងអាស្រ័យលើប្រជាពលរដ្ឋទន្ទឹមក្នុងនេះសោនបច្ចុប្បន្នប្រទេសយើងក៏ដូចជាប្រទេសលើពិភពលោកកំពុងតែជួបវិបត្តិសេដ្ឋកិច្ចគ្រប់តែគ្នាហ្នឹងមិនមែនប៉ះពាល់តែយើងទេគឺតែគេនោះជាងយើងទៅទៀតប្រទេសខ្លះនោះប៉ុន្តែយើងនេះក៏បីធ្វើខ្លួនឲ្យនឹងណោបើជ្រុលតែក្រហើយក៏មកឆ្លោះគ្នាទៀតទេគេថាគេអ្នកមានគេឆ្លោះគ្នារឿងគេអ្នកមានទៅចុះប្រទេសអាមេរិកប្រទេសចិនប្រទេសរុស្ស៊ីឯណាដែលគេមានគេឆ្លោះគ្នារឿងផុសគេទៅចុះប៉ុន្តែយើងនេះកំពុងអាក្រហើយតែចង់ឆ្លោះគ្នាធ្វើអីទៀតអញ្ចឹងគេថាបើក្រចាស់ខំប្រឹងរកទទួលទានឲ្យប្រសើរទៅឡើយតែខំរយឆ្លោះគ្នានឹងនេះឆ្លោះនឹងនោះអត់ប្រយោជន៍ទេប៉ុន្តែទន្ទឹមនឹងថាមិនឲ្យឆ្លោះគ្នានេះតែមិនមែនមិនឲ្យយើងការពារទេគឺថាអ្វីដែលជារបស់យើងអ្វីដែលជាផលប្រយោជន៍សម្រាប់ប្រទេសជាតិយើងសម្រាប់ជនជាតិយើងគឺតែយើងក៏បីលើកស្ទួយថែរក្សាការពារចុះប៉ុន្តែបើយើងថែរក្សាការពារបានហើយគឺថាយើងកុំរវល់នាំឆ្លោះនាំពលអីទៀតនាំមកតែកើតរឿងវែងឆ្ងាយទេព្រោះអ្នកក្រដែលឆ្លោះគ្នាអ្នកមានសង្ឃឹមឈ្នះនឹងវាតិចណាមិនចឹងឥឡូវជាក់ស្ដែងអញ្ចឹងទេអ្នកក្រតែឆ្លោះគ្នាអ្នកមាននឹងងាយឈ្នះគេទេចឹងហើយយើងកំពុងតែក្រកុំតែចង់ឆ្លោះនឹងអ្នកណាអ្នកណីអីគឺថា
ការពារតែផលប្រយោជន៍យើងការពារតែសម្បត្តិរបស់យើងហើយព្យាយាមប្រឹងប្រែងធ្វើខ្លួនឲ្យមានឲ្យបានមកយើងកុំថាអាងលេះយ៉ាងនេះយ៉ាងនោះប៉ុន្តែសំណួរក៏សួរវិញថាធ្វើម៉េចបានតែមានធ្វើម៉េចបានតែគ្រាន់អត់ដឹងធ្វើអីរកអីចឹងនោះរឿងហ្នឹងមិនចឹងទេចំណុចមួយដែលនាំឲ្យយើងរុងរឿងទៅបានអាចកសាងសមិទ្ធផលផ្សេងឬក៏ធ្វើអីបានហ្នឹងទី1ដែលជាចំណុចសំខាន់បំផុតគឺមនសិការតែកាលណាមានមនសិការក្នុងការធ្វើហើយយូរនឹងឆាប់គង់តែកើតប៉ុន្តែបើអ្វីដែលយើងប្រុងធ្វើនឹងវាធំមហិមាពេកអាចតែធ្វើក្នុងចំនួនយើងមិនកើតគឺយើងត្រូវចេះបណ្ដុះមនសិការនឹងឲ្យដល់អ្នកចំនួនក្រោយដើម្បីអ្នកចំនួនក្រោយឡើងមកជំនួសយើងបន្តមនសិការជំនួសយើងឧទាហរណ៍ថាលោកអភិបាលស្រុកអញ្ចឹងចង់អភិវឌ្ឍកន្លែងតំបន់ហ្នឹងជាតំបន់ពលប្រវត្តិសាស្ត្រមួយក្នុងទឹកដីកម្ពុជាឲ្យទៅកើតជារមណីយដ្ឋានល្បីល្បាញក្នុងប្រទេសក៏ដូចជាតាក់ទាញជាទេសចរយើងត្រូវដាក់មនសិការទៅចង់អភិវឌ្ឍទៅនឹងសិនដល់តែអាណត្តិយើងធ្វើមិនទាន់យើងត្រូវបណ្ដុះមនសិការក្រោយឲ្យអ្នកថ្នាក់ដឹកនាំក្រោយពេលដែលគេឡើងមកជំនួសយើងបន្តទៀតគឺថាយើងធ្វើមិនហើយគេធ្វើបន្តតែបើសិនជាអត់មានមនសិការទេគឺថាចប់តែហ្មងហើយកុំតឹងនោះមានលុយក៏ធ្វើមិនកើតដែរជឿអាត្មាទៅព្រោះលើលោកហ្នឹងមិនមែនថាលុយសម្រាប់កិច្ចការបានទាំងអស់ទេវាគ្រាន់តែជាជំនួយតាគ្រាន់តែជាឧបករណ៍ឯតាប៉ុន្តែអាចជាចលករហ្នឹងគឺថាមនសិការហ្នឹងចលករជំរុញគឺមនសិការប៉ុន្តែទ្រព្យសម្បត្តិលុយកាក់អីគ្រាន់តែជាឧបករណ៍ជំនួយឥឡូវយើងគិតថាដីលើកំផែងស្ដារអីចឹងយើងថាទេតើតែមានលុយបានធ្វើបានថាលុយជំនួយទេដើម្បីតែជួលគ្រឿងចាក់តែបើមនុស្សប្រជាពលរដ្ឋនាំគ្នាមកអញ្ចឹងមានមនសិការមើលកាប់តែមកបកគីម្នាក់លេងអីកើតបឹងធំជាងនឹងទៀតណោះណែធំនឹងមនសិការទេបើមានមនសិការប្រុងនឹងធ្វើភាពរីកចម្រើនលែងអីគង់នឹងកើតជនជាតិមួយក៏អញ្ចឹងដែរប្រជាជាតិមួយក៏អញ្ចឹងដែរប្រទេសមួយខេត្តមួយស្រុកមួយឃុំមួយក៏អញ្ចឹងដែរកាលណាមានមនសិការហើយគឺថាបើវាយូរឆាប់មិនវាគង់តែនឹងកើតទេប៉ុន្តែមនសិការក្នុងការធ្វើវាល្អប្រសើរហើយប៉ុន្តែកុំភ្លេចមនសិការក្នុងការថែទាំផងព្រោះបើធ្វើឲ្យខូចអង្គុយតែធ្វើចុះ100ឆ្នាំទៀតមិនដឹងទៅណាទេមិនដឹងបានអីខ្លះទេបើធ្វើឲ្យខូចបាត់ធ្វើឲ្យបាត់នឹងចឹងទៅប៉ុន្តែគឺថាធ្វើហើយគឺត្រូវតែថែរក្សានឹងចឹងណាលោកណាហើយបើមិនចេះថែរក្សាទេស្ដាយណាបាត់ហើយបានស្ដាយឥឡូវអាត្មាcònជិះមកមិញនឹងឃើញកំផែងទួលកំផែងដូចជាកសិនទឹកព័ទ្ធជុំវិញនេះគឺថាបើសិនកែច្នៃឲ្យស្អាតរបស់យកលុយស្រួលសឹងអីហ្នឹងស្ដារឲ្យទៅជ្រៅមានទឹកអីចឹងទៅដាក់ទៅទូកមួយពីរទៅពួកអកៀងមកអុំមកមើលទៅអាហ្នឹងកំផែងចាស់ហើយទៅមានថៃបកមួយគាត់ប្រាប់ទៅថានេះទឹកដីនេះកើតឆ្នាំប៉ុណ្ណេះចេះទៅធ្វើសង្គ្រាមប៉ុណ្ណេះឆ្នាំជាមួយស្ដេចអង្គនេះទៅមកជុំអញ្ចឹងទៅ
ក្នុងនឹងមានវត្តបុរាណមួយមានប្រាសាទអញ្ចេះទៅកន្លែងនឹងជាទីគោរពបូជាអីអញ្ចឹងទៅមានមនសិការទៅធ្វើបានស្រួលនឹងអីហ្នឹងហើយឲ្យតែយើងចាប់ផ្ដើមប៉ុន្តែអ្វីដែលយើងរៀងពិបាកបន្តិចគឺថាជួនកាលថ្នាក់ដឹកនាំមានមនសិការតែប្រជាពលរដ្ឋអត់ទាន់មានមនសិការដំណឹងក៏ពិបាកដែរដោយតែតំបន់ជុំវិញនឹងអញ្ចឹងព្រោះមានព្រៃមានគូទឹកមានអីចឹងទៅបើសិនតែយើងកុំអាងតែគូនឹងមួយយើងថែទាំសត្វព្រៃក៏ដូចជាសត្វកុំឲ្យបាញ់កុំឲ្យសម្លាប់អីចឹងទៅយើងហូបទៅមន់គូក៏បីទីឯណានោះគេមានលក់តែហូបស្រាប់ហ្នឹងកុំទៅបាញ់កុំទៅបោះទៅយូរសត្វអស់ហ្នឹងមកនៅទៅគេមើលសត្វផងគេមើលព្រៃផងគេមើលតំបន់ប្រវត្តិសាស្ត្រផងយើងវាចំណេញច្រើនតែកន្លែងណាមានមនុស្សទៅមកច្រើនកន្លែងហ្នឹងសាំងក៏លក់ដាច់ម៉ូតូដប់ក៏រកលុយបានអ្នកលក់ម្ហូបចំណីអាហារអីក៏ថាបានសពបានគ្រប់មានផលិតផលក្នុងស្រុកដូចតែខែត្បូងឃ្មុំសម្បូរតរេនសម្បូរមកខុតសម្បូរម៉ាក់ប្រេងម៉ាក់ប្រាងអីទៅលក់បានទៅទៀតឲ្យតែកន្លែងហ្នឹងទៅចេញចូលញឹកតែទន្ទឹមនឹងហ្នឹងគឺថាយើងចូលរួមគ្នាមនសិការជាលេខឯកតែកម្លាំងសាមគ្គីជាលេខទួលបន្ទាប់ពីឯកហ្នឹងអញ្ចឹងកាលណាយើងមាននៅមនសិការហើយយើងក៏បីមាននៅភាពសាមគ្គីនឹងគឺថាការឯកភាពគ្នាជាធ្លុងមួយកុំឲ្យមេឃុំប្រាប់អញ្ចេះយើងធ្វើអញ្ចោះណាកំនាំគ្នាបាញ់សម្លាប់សត្វព្រៃយើងទៅនៅដាក់អន្ទាក់ខ្ញុំមានបាញ់ឯណាដាក់អន្ទាក់ដែរដល់គេហាមដាក់អន្ទាក់ដាក់ថ្នាំពលកុកខ្ញុំមានដាក់អន្ទាក់ឯណាខ្ញុំដាក់ថ្នាំពលណាកញ្ញាអាហ្នឹងខ្វះភាពឯកភាពគ្នាជាធ្លុងមួយឯទៅពឹងអភិបាលស្រុកទៅពឹងមេឃុំឯណាឥឡូវចវាយស្រុកមានប្រមាណមានមួយហ្នឹងគណៈអបាលរងមានឥឡូវគេឡើងឲ្យ5 6អញ្ចឹងទៅហើយមនុស្សក្នុងឃុំក្នុងមានប្រមាណឃុំឯណោះមកស្រុក8ឃុំហើយមេឃុំមាន1ទៅទុកមាន2ប៉ុណ្ណឹងទៅមើលប្រជាពលរដ្ឋមេភូមិមាន1មាន2ប៉ុណ្ណឹងហ្នឹងបើទៅប្រជាពលរដ្ឋពិបាកនិយាយស្ដាប់គ្នាទេគឺថាទៅដឹកនាំឯណាឈ្នះតែបើយើងស្ដាប់ទៅតាមពិតណាអាត្មាឃើញកាលខ្មែរយើងជួបប្រទះវិបត្តិកូវីដហ្នឹងចេះនិយាយស្ដាប់គ្នាដែរតាដែលគេថាកុំចេញក្រៅភូមិកុំឆ្លងភូមិដល់ខ្លាចស្លាប់ទៅធ្វើតាមទៅឃើញល្អទេស្រួលមើលទៅដូចបន្ទាត់អញ្ចឹងតែបើរឿងណាដែលអត់មានអាស្លាប់នៅពីមុខហ្នឹងច្រើនទៅចេះអត់ស្ដាប់គេទេដល់អញ្ចឹងការដឹកនាំពិបាកការកសាងក៏វាយឺតតែអញ្ចឹងណាលោកណាអាត្មាគឺសពទៅដូចសัตว์ដូចអីសัตว์ព្រៃសัตว์អីហ្នឹងបើថាតាមពិតបើថាមិនបាញ់មកសម្លាប់ណាដែលក៏រស់ដែរព្រោះយើងរាល់ថ្ងៃមិនមែនទៅហូបសัตว์ព្រៃក្នុងចិញ្ចឹមជីវិតទេណាគិតតែសពទៅជៀសពីសัตว์ស្រុកមិនរួចទៅដែរហ្នឹងជៀសពីចំណីអាហារដែលគេបង្កើតដែលគេផលិតដើម្បីសម្រាប់លក់នេះមិនកើតមិនជៀសមិនផុតទេប៉ុន្តែណាស់តែចង់ចេះយកលេសតែឆ្ងាញ់អីចឹងទៅទេបើមួយម៉ាត់ចេះហោះគ្រប់គ្នាចេះប្រឹងទៅណាអត់ទៀតហ្នឹងយើងណាទៅនាំគ្នាទៅអញ្ចឹងដែរលើគេថារក្សាព្រៃឲ្យបានមិនចេះខ្វះអស់ដុតទេអាហ្នឹងគឺពាក្យបុរាណលោកថាអញ្ចឹងឲ្យតែយើងរក្សាអីមួយឲ្យកើតទៅគឺថាវាមិនចេះខ្វះផលប្រយោជន៍ដែលបានពីរបស់ទាំងអស់នោះទេយើងក៏លេទៅ
20 ជាងឆ្នាំមុនអីសេកនៅតង្វងណាតាមភូមិតាមអីមកណាឥឡូវក្អែកក៏បាត់សកាកែវក៏បាត់វត្តនេះដើមឈើច្រើននៅតែចាប់សឹងអត់មានលឺយំទៀតបាត់ទៅណាអស់ទៅហ៎នោះយើងអត់ថែអត់ឲ្យគ្មានរស់ជាមួយផងបើយើងអត់ឲ្យគ្នារស់ជាមួយផងយូរខែនដីយើងស្រុកទេសយើងវាសោះក៏ក្រោះទៅវាសោះក៏ក្រោះទៅទេខែនឹងអញ្ចឹងស្រាប់តែឆ្លប់ទៅកលេសទៅឃើញកុកឃើញកសាឃើញសัตว์នៅតាមស្រែសសព្រោះឥឡូវអត់ទេមកជីមកតាំងពីណាពីណីមកហើយបើមករយៈនេះជីមកជុំស្រុកខ្មែរនឹងអត់មានឃើញវាលស្រែណាមានកុកចុះអីទេបាត់ទៅហ្មងទៅណាយើងក៏លេទៅមើលវាសោះក៏ក្រោះមែននេះមែននេះស្មានហ្នឹងពីដើមធ្លាប់មានសัตว์ហើតាមវាលស្រែមកតង្វងអញ្ចឹងទៅជាខ្សែអញ្ចឹងទៅឥឡូវអត់ទេមានតែ1 2នោះច្រើនផងក៏មកអត់សោះទៀតហើយនឹងជាកំហុសអ្នកណាចំណែកមកផ្នែកធំគឺប្រជាពលរដ្ឋយើងនឹងឯងស្រែឥឡូវហ្នឹងរកតែក្តាមហើយខ្យងនោះសឹងលែងមានទៅទៀតបាទពីដើមបើធ្លាក់ភ្លៀងប៉ុណ្ណេះក្តាមខ្យងត្រីអីនៅពេញស្រែពេញអីហើយនឹងមកពីណាទេឥឡូវនោះបាត់ឈឹងទៅនោះដែលយើងនាំគ្នាធ្វើរឿងដល់វាមិនគប្បីណាត្រីបើដបងក៏បានហូបដែរទៅចិត្តតែឆក់នឹងអញ្ចឹងដល់តែសัตว์គិតថាមនុស្សលែងរាប់រកគ្នាហើយគ្នាក៏រត់ចោលស្រុកដែរតែនៅគេណានៃអស់បាត់ហើយដល់អញ្ចឹងទៅគេនោះចេះថែចេះឲ្យសัตว์នឹងរលុយឲ្យគេបង្កើតទេសចរអេកូឡូស៊ីបែបធម្មជាតិទៅដល់យើងមានដែរតែវាសោះក៏ក្រោះអាហ្នឹងជាកំហុសផលជាពលរដ្ឋយើងពេលខ្លះមិនមែនខុសអ្នកណាអ្នកណីទេចឹងមិនសូមឲ្យយើងចេះរួបរួមសាមគ្គីគ្នាឡើងវិញដើម្បីធ្វើយ៉ាងម៉េចឲ្យប្រទេសជាតិយើងឲ្យសាសនាយើងឲ្យប្រជាជាតិយើងបានរុងរឿងចម្រុងចម្រើនអស់កលជាងវែងតទៅឡើងវិញ